extrude មកចេញមកហើយនេះ 3D ឃើញទេ អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបនៃការដំឡើង plugin element 3D អញ្ចឹងយើងត្រូវមាន source កម្មវិធី element 3D សិនបន្តមកទៀតយើងធ្វើការបើកទៅលើ folder ហ្នឹងមកយើងនឹងឃើញមាន file setup មួយបាទហើយនឹងមាន file fix ឬក៏ file គេហៅថា file crack ណាបាទអូខេអញ្ចឹងយើងចុចទៅលើ file setup ហ្នឹងមកអូខេបន្តមកទៀតយើងចុចទៅលើត្រង់កន្លែងពាក្យថា I agree ហើយបើសិនបើ After Effects យើង version អីវានឹង load version ហ្នឹងឲ្យយើងឯងតែមកទៀតយើងចុច install មកបាទយើងចុច next មកបាទរងចាំវា install ចប់ចុចពាក្យថា finish បន្តមកទៀតយើងចុចទៅលើ file fix ឬក៏ file crack folder crack ហ្នឹងយើងចុចទៅលើបាទ file element ហ្នឹងមកបាទ copy យើងចូលនៅត្រង់ drive C បាទចូល drive C មកយើងចូលទៅត្រង់កន្លែងពាក្យថា program file ចូលពាក្យថា adapt យើងចូលពាក្យ After Effects យកពាក្យថា support file ហើយយកពាក្យថា plugin បាទ plugin ហើយយើងនឹងឃើញពាក្យថា video pilot folder ហ្នឹងយើងផាសមកហើយ refresh វាមកអូខេបន្តមកទៀតយើងធ្វើការចុចទៅលើកម្មវិធី After Effects របស់យើងបាទចុចទៅលើហ្នឹងមកយើងបើកកម្មវិធី After Effects បាទយើងរងចាំវាបន្តិចអូខេចេញចឹងហើយយើងធ្វើការបង្កើតនៅ new project ថ្មីមួយបាទយើងអាចចូលនៅត្រង់អាចជីកខ្វែងក៏បានឬក៏ពាក្យ file នេះក៏បានវាមិនតាន់សូចឹងឧទាហរណ៍ខ្ញុំជីកខ្វែងចុះខ្ញុំចូលពាក្យថា new composition បាទយើងអូខេមកបន្តមកទៀតយើង mouse ស្ដាំយើងយកពាក្យ solid new solid បាទយើងដាក់ថា 3D ឧទាហរណ៍ចុចអូខេមកអូខេបន្តមកទៀតយើងធ្វើការវាយអក្សរបាទវាយអក្សរ mouse ស្ដាំយកពាក្យថា touch ឥឡូវខ្ញុំដាក់ថា 3D ខ្ញុំចុចប្រិចវាធំតិចទៅ Ctrl A ស្រេចលើវាទាំងអស់សាយកន្លែងនេះបាទ align center បាទហើយ font យើងយក font អីក៏បានដែរឥឡូវខ្ញុំចង់បាន font ឆ្លាក់ខ្ញុំដាក់ថា Arial បាទ Arial បាទវាយ Arial មកចេញអត់បាទ Arial black ឬក៏ Arial bold ក៏បានស្អីចិត្តជើងអញ្ចឹងណាហើយខ្ញុំយក black មកវាធំបាទអូខេបន្តមកចុចទៅ select យើងអាចចុចអក្សរ S ដើម្បីបរិបរួមបានយើងអាចទាញតាក់កតាមកអញ្ចឹងខ្ញុំចង់ឲ្យវាចេញជាលក្ខណៈ 3D អញ្ចឹងកាស 3D វា 3D 2 3D អីមួយជា solid មួយទៀតជាអក្សរអញ្ចឹងខ្ញុំត្រូវធ្វើការដាក់ទៅលើអក្សរឲ្យវាចេញជា 3D អញ្ចឹងយើងចូលក្នុង solid យើងមកបាទយើងចូលលើអក្សរយើងមកក៏បានយកចូលលើ solid យើងក៏បានដែរតែមកទីយើងចុចត្រង់កន្លែងពី effect យើងយកចុចលេងមកយកពី effect យកពី video pilot យក element បាទចុចទៅលើវាមកបាទចាំវាបន្តិចអូខេអញ្ចឹងវាចេញមកហើយយើងចុចកន្លែងពាក្យថា skin setup នេះមកបាទអញ្ចឹងបើសិនមកវា full ហើយគឺយើងប្រើបានតែបើអត់ទាន់ full យើងត្រូវដាក់ serial យើងត្រូវដាក់ជាមួយនឹង upload ជាមួយនឹង file មួយនេះបាទយើង upload នៅ file មួយនេះ file license នេះតោះណាយើងចុច install វាទៅវាចូលបានហើយអូខេអញ្ចឹងដូចអាហ្នឹងអញ្ចឹងខ្ញុំចុចអីគេអត់តន់ធ្វើអីកើតទេអញ្ចឹងយើងធ្វើការបិទវាសិនយើងចូលនៅត្រង់កន្លែង custom layer យក text layer មកយើងយកពាក្យថា 3D ជាពាក្យ text ហ្នឹងមកបាទចុច skin setup ហ្នឹងមកបាទតោះមកទៀតយើងចុច extrude ចេញចុចខុសម្ដងទៀតណា layer 3D 2 sorry ដោយសារលើនេះគឺជាប្រភេទអក្សរអាក្រោមនេះ background អញ្ចឹងយើងរើខុសអញ្ចឹងណាចុចហ្នឹងមកម្ដងទៀត extrude មកចេញមកហើយ
នេះ 3D ឃើញទេបាទអូខេយើងមានតែប៉ុណ្ណឹងតើតើការ install កម្មវិធី plugin Element 3D